សួស្តីបងទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមានពីរបៀបកាត់តវីដេអូដោយប្រើអក្សរឲ្យរត់នៅខាងក្រោមអេក្រង់ខាងក្រោមវីដេអូដូចក្នុងរូបវីដេអូអញ្ចឹងខ្ញុំមានវិធីមួយកាត់ដោយប្រើកម្មវិធី VN កម្មវិធីហ្នឹងគឺកម្មវិធីឈ្មោះកម្មវិធី VN អញ្ចឹងបើសិនជាបងប្អូនបានមើលវីដេអូខ្ញុំហើយសូមជួយចុចជាវចុចsubscribe ចុចរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតទៅមុខទៀតអញ្ចឹងមានកម្មវិធីមួយហ្នឹងកាត់ស្រួលហើយឲ្យវាអត់មានទាមទារឲ្យយើងបង់លុយបង់អីទេបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមវិធីហ្នឹងបានដោយកម្មវិធីហ្នឹងគឺ app VN ណាបងប្អូនអញ្ចឹងសូមជួយចុច subscribe ហើយនឹងចុចរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយមកបើសិនជាបងប្អូន YouTube បងប្អូនមានសតខ្មែរសូមចុចជាវម្នាក់មួយអញ្ចឹងតោះចូលក្នុងកម្មវិធីនេះទាំងអស់គ្នាអញ្ចឹងមុននឹងកាត់តរូបកាត់តវីដេអូឲ្យរត់អក្សរនៅក្នុងវីដេអូសូមចូលត្រូវបងប្អូនត្រូវមានកម្មវិធី VN នេះមួយនឹងសិនអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មានទេបងប្អូនចូលទៅ Play Store មកអញ្ចឹងវាយពាក្យថា VN នេះ VN ហ្នឹងមកអញ្ចឹងបងប្អូនចុច install ទៅតែនេះដោយសារតែខ្ញុំបាន down កម្មវិធីនឹងរួចហើយអញ្ចឹងខ្ញុំអត់បាក់ down ទេអញ្ចឹងមានតែបងប្អូនអត់ទាន់ down គឺបងប្អូន down ទៅអញ្ចឹងយើងថយក្រោយមកយើងទៅចូលនៅកម្មវិធី VN ហ្នឹងទាំងអស់គ្នាតោះបាទអញ្ចឹងជំហានទី1គឺយើងចុចចូល VN ហ្នឹងមកអញ្ចឹងទី2យើងចុចបូកហ្នឹងមកជំហានទី3យើងចុចnew project ហ្នឹងចុចកន្លែងហ្នឹងបងប្អូនចុចហើយយើងរើសយកវីដេអូមួយណាវែងក៏បានខ្លីក៏បានអញ្ចឹងណាស្រ័យលើបងប្អូនទេបងប្អូនយកវីដេអូខ្លីសាកធ្វើតេស្តសាកមើលក៏បានដែរអាហ្នឹងស្រ័យលើបងប្អូនទេអញ្ចឹងខ្ញុំយកវីដេអូមួយនេះអញ្ចឹងយើងចុច next មកបន្ទាប់ពីចុច next ហ្នឹងមកហើយយើងត្រូវមើលអក្សរចំណុចអក្សរនេះចំណុចកន្លែងនេះអក្សរ T ចំណុចហ្នឹងកន្លែងហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកហើយយើងចុច T នេះមួយទៀតមកបាទចុចកន្លែងហ្នឹងមកហើយយើងរើសយក style វាអញ្ចឹងយើងយកចំណុចខាងលើ add យកកន្លែងហ្នឹងមកដល់ចំណុចហ្នឹងហើយយើងចុចកន្លែងហ្នឹងមកហើយយើងសរសេរអក្សរទៅសរសេរអក្សរហ្នឹងស្រ័យលើបងប្អូនចង់សរសេរដាក់យ៉ាងម៉េចក៏បានឲ្យតែពាក្យសមរម្យនៅក្នុងវីដេអូឲ្យបងប្អូនបានមើលទៅវាពាក្យណែសមរម្យគោរពសិទ្ធិគ្នាទៅវិញទៅមកអញ្ចឹងណាអញ្ចឹងបងប្អូនសរសេរទៅអញ្ចឹងខ្ញុំសរសេរដោយបែបរបស់ខ្ញុំសរសេរដាក់ថាសួស្តីបងប្អូនសូមជួយចុច subscribe ចុចរូបកណ្ដឹងចុចរូបកណ្ដឹងមកចុចពាក្យជាវមួយទៀតអាហ្នឹងដោយសារយើងសរសេរបើសិនយើងមើលឃើញយើងថយក្រោយបន្តិចមកយើងចុចអូសមកនឹងឃើញចុចរូបកណ្ដឹងហើយចុចជាវឲ្យខ្ញុំម្នាក់មួយផងចុចកន្លែងហ្នឹងមកដល់ហ្នឹងយើងដាក់ពាក្យសូមអរគុណគេម្ដងទៅដាក់សូមអរគុណចុចកន្លែងហ្នឹងមកហើយបើបងប្អូនខ្លាចអក្សរហ្នឹងអត់ត្រូវយើងចុចមើលសិនទៅចុចគ្រីសមកចុចគ្រីសកន្លែងហ្នឹងមកអញ្ចឹងយើងត្រូវអូសអាកន្លែងអក្សរហ្នឹងអូសទឹកខាងមកខាងស្ដាំមកអូសមកខាងស្ដាំឲ្យស្មើនឹងវីដេអូដែលបងប្អូនត្រូវកាត់អញ្ចឹងណាបើសិនជាវាហ្នឹងអូសឲ្យស្មើកន្លែងហ្នឹងមកហ្នឹងអូសឲ្យស្មើកន្លែងហ្នឹងមកយើងត្រូវធ្វើបន្តទៀតអញ្ចឹងយើងទាញអក្សរចុចមកយើងទាញអក្សរហ្នឹងឲ្យមកក្រោមមកឲ្យស្មើនឹងបាតវីដេអូខាងក្រោមហ្នឹងមកយើងអូសផុតទៅមុខតិចទៅបន្ទាប់មកយើងចុចដល់ចំណុចហ្នឹងហើយយើងចុចរូបច
ចាំមើលយើងចុចរូបការ៉ូនេះមួយបងប្អូននេះចុច key form ចុចកន្លែងហ្នឹងមកចុចរូបការ៉ូហ្នឹងមួយពេកមកហើយយើងទាញវាទៅអក្សរហ្នឹងទាញទៅក្រោយវិញទាញទៅខាងស្ដាំវិញបងប្អូនទាញមកខាងស្ដាំមកទាញឲ្យអឹបនៅកន្លែងចំណុចនេះមកតិចទៀតទាញតិចទៀតទាញយ៉ាងប៉ុណ្ណឹងមកអូខេចុចកន្លែងហ្នឹងមកហើយយើងអូសវីដេអូនេះឲ្យទៅខាងឆ្វេងវិញឲ្យទៅខាងឆ្វេងវិញហើយយើងចុចការ៉ូនឹងម្ដងទៀតបងប្អូនចុចរូបការ៉ូនឹងម្ដងទៀតមកយើងមកទាញអក្សរដែលយើងអូសទៅខាងស្ដាំហ្នឹងមកឆ្វេងវិញទាញត្រង់មកបងប្អូនអាចធ្វើម្ដងហើយម្ដងទៀតក៏បានដែរព្រោះអីបើសិនជាធ្វើអត់ត្រូវបងប្អូនព្រោះអីវីដេអូនេះគឺធ្វើដោយត្រឹមត្រូវខ្ញុំអត់ចេះកុហកគេទេទាញឲ្យអឹបឲ្យកាប់ស្មើនឹងមកអញ្ចឹងយើងផាត់វីដេអូយើងមកយើង play សាមើលជាមួយវាដើរអត់អក្សរហ្នឹងនេះបងប្អូននេះចំណុចដែលវាដើរមកហើយដើរអក្សរដែលខ្ញុំសរសេរហ្នឹងវាដើរមកដល់ហ្នឹងហើយអញ្ចឹងយើងអាចចុចកន្លែងអក្សរសរសេរហ្នឹងមកយើងបដូរពណ៌យើងចុចកន្លែងហ្នឹងមកយើងបដូរពណ៌មកយើងយក style អក្សរសិន style អក្សរអីក៏បានខ្ញុំយក style អក្សរក្រហមអក្សរ T ក្រហមហ្នឹងយក style ហ្នឹងមកយើងអូតិចមកឲ្យវាដិតខ្លាំងមិនសូវដិតអញ្ចឹងណាអញ្ចឹងយើងចុចសញ្ញាគ្រីសនេះមកចុចគ្រីសអញ្ចឹងយើង flare ម្ដងទៀតមើលយើងមើលអក្សរហ្នឹងវារត់ស្អាតអត់អញ្ចឹងខ្ញុំអត់សូវជាចេះនិយាយអីទេបងប្អូនសូមកុំប្រកែប្រកាន់អីប៉ុន្តែបងប្អូនមើលតាមតែរូបភាពដែលសញ្ញាព្រួយខ្ញុំដាក់ទៅវាយើងធ្វើតាមទៅវាច្បាស់អញ្ចឹងនេះយើងបដូរពណ៌មាញ់ពណ៌សណាដល់ហ្នឹងយើងបដូរជាពណ៌ក្រហមមកអក្សរហ្នឹងវារត់ជាពណ៌ក្រហមអញ្ចឹងណាបងប្អូនសូមបងប្អូនធ្វើមើលវីដេអូខ្ញុំមួយហើយធ្វើមួយចឹងដល់ចំណុចហ្នឹងហើយយើងចង់រើសបដូរពណ៌អីទៀតក៏បានដែរបងប្អូនចុចកន្លែងហ្នឹងអាកន្លែងសញ្ញាហ្នឹងវិញមកនេះយើងដាក់ពណ៌បៃតងដាក់ពណ៌បៃតងវិញចង់ដាក់ពណ៌អីក៏បានដែរចាស្រ័យលើបងប្អូនចាដល់អស់ហើយយើងចុចគ្រីសទៅវិញទៅនេះយើងចុចអូអក្សរឲ្យនេះទៅយើងចុចគ្រីសទៅវិញទៅចុចគ្រីសហើយយើងអត់ទាន់ចុចគ្រីសយើងចុចយក style អក្សរតាមដែលខ្ញុំវីដេអូខាងមុនបន្តិចមិញហ្នឹងមើលតាមហ្នឹងទៅហើយយើង play មើលម្ដងទៀតមើលអញ្ចឹងនេះវីដេអូហ្នឹងវារត់បានជាអក្សរក្រហមម្ដងអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូហ្នឹងមានប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយចុច subscribe ហើយចុចជាវចុចរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបងប្អូនសូមអរគុណដល់បងប្អូនដែលបានតាមដាននៅ channel របស់ខ្ញុំអត់សូវជាចេះនិយាយទេប៉ុន្តែខ្ញុំមានបទពិសោធន៍បន្តិចបន្តួចដែរដើម្បី